បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានរូបភាពមួយស្លឹកដើម្បីចែកម្លែកដល់បងប្អូនក្នុងការមើលពិចារណាទាក់ទងជាមួយនឹងទម្លាប់ប្រចាំថ្ងៃរបស់យើងពុំនៃយើងម្នាក់ៗគឺតែងតែមានទម្លាប់ខ្លះធ្វើឲ្យយើងរីកចម្រើនទម្លាប់ខ្លះធ្វើឲ្យយើងអន្តរាយហើយធ្វើឲ្យយើងអត់ទៅមុខគាំងអានឹងវាសំខាន់មែនទែនសម្រាប់ជួបប្រចាំថ្ងៃរបស់បងប្អូនអរគ្នាយើងមើលនៅក្នុងពាក្យនេះគេថាដំបូងគឺយើងបង្កើតទម្លាប់បន្ទាប់មកទម្លាប់នឹងបង្កើតយើងអញ្ចឹងបងប្អូនមើលរូបភាពនេះបងប្អូនអាចគិតឃើញថាតើខ្លួនយើងរាល់ថ្ងៃហ្នឹងយើងបានបង្កើតទម្លាប់អីខ្លះទម្លាប់ចាយលុយខ្ជិះទម្លាប់ដើរលេងយប់លប់ទម្លាប់ផឹកស្រាច្រើនទម្លាប់ដេកត្រមួកទម្លាប់និយាយដើមគេទម្លាប់គិតរឿងអវិជ្ជមានទម្លាប់មិនសន្សំលុយអញ្ចឹងបងប្អូនឃើញទេទម្លាប់ទាំងអស់ហ្នឹងគឺយើងមើលទៅវាជាទម្លាប់អត់ល្អទេបើបងប្អូនបង្កើតនៅទម្លាប់នឹងច្រើនទម្លាប់នោះវានឹងបង្កើតបងប្អូនវិញគឺបង្កើតឲ្យយើងទៅជាអញ្ចឹងគ្មានសល់អីតែយូរទៅគឺយើងមានលុយមកគឺចង់ទៅចាយដេកចង់ទៅដេកយូរអញ្ចឹងបើទម្លាប់និយាយដើមគេមួយថ្ងៃហ្នឹងអត់បាននិយាយដើមគេគឺនៅអត់សុខបើទម្លាប់ដើរលេងយប់គឺយប់ឡើងគឺចង់ដើរលេងអញ្ចឹងបងប្អូនមើលថាទម្លាប់ហ្នឹងដំបូងគឺយើងបង្កើតទម្លាប់ឯងដល់យូរទម្លាប់ហ្នឹងវាបង្កើតយើងហ្នឹងចង់និយាយថាវាធ្វើឲ្យយើងនឹងមិនអាចកែខ្លួនមិនអាចធ្វើឲ្យខ្លួនឯងប្រសើរឡើងបានវានឹងបំវល់យើងទៅអញ្ចឹងបងប្អូនគួរតែបង្កើតទម្លាប់បែបណាបងប្អូនអាចគិតមើលហើយពិចារណាមើលខ្លួនឯងបើយើងទម្លាប់អានសភៅនឹកឃើញសភៅចង់អានចង់អីបើយើងទម្លាប់សន្សំលុយមានលុយមកវាចង់សន្សំបើយើងទម្លាប់គេក្រោកពីព្រលឹមឡើងយើងក្រោកចិត្តទាំងអស់នេះខ្ញុំចង់ប្រាប់បងប្អូនថាទម្លាប់នេះគឺសំខាន់ណាវាអាចជាការសបញ្ជាក់លើអនាគតរបស់យើងក៏បានដែរតែយើងទម្លាប់យ៉ាងម៉េចក្នុងជីវិតប្រចាំថ្ងៃរបស់យើងតាំងពីព្រឹកដល់យប់តាមពីយប់ដល់ព្រឹកតែយើងធ្វើអីខ្លះទម្លាប់ធ្វើមិនខ្លះអញ្ចឹងអាទម្លាប់ហ្នឹងវានឹងបង្កើតយើងបង្កើតឲ្យយើងទៅជាស្អីក៏បានដែរបើយើងទម្លាប់ចាយខ្ជិះវាបង្កើតឲ្យយើងទៅអ្នកក្រចឹងមកបើយើងទម្លាប់ដេកតមុខក្រោកទល់ភ្លឺវាធ្វើឲ្យយើងនឹងទៅជាមនុស្សដែលមានសុខភាពល្អអញ្ចឹងទម្លាប់នឹងឯងវានឹងបង្កើតយើងវាធ្វើឲ្យយើងទៅជាអ្វីទៅតាមទម្លាប់របស់យើងជាបងប្អូនគួរតែរៀបចំទម្លាប់ដែលល្អៗក្នុងជីវិតឲ្យបានច្រើនជាទីបំផុតជាកាលណាបងប្អូនមានទម្លាប់ល្អអ្វីដែលល្អៗនឹងមកកាន់ជីវិតបងប្អូនបើបងប្អូនមានទម្លាប់មិនល្អអ្វីដែលមិនល្អជាដើមនឹងវាមិននឹងមកកាន់ជីវិតបងប្អូនដូចគ្នាដែរសង្ឃឹមថាបងប្អូនអរគ្នានឹងព្យាយាមរៀបចំទម្លាប់ល្អគិតវិជ្ជមានធ្វើរឿងដែលល្អៗក្នុងជីវិតជូនពរបងប្អូនអរគ្នាមានទម្លាប់ល្អទាំងអស់គ្នាសូមអរគុណ